សួស្តីបងប្អូនអរគ្នាហ្នឹងអញ្ចឹងនេះខ្ញុំមានសវណ្ណជីម្ដងណាបញ្ហារបស់វាគឺប៉មលុតណាអូខេអញ្ចឹងបងប្អូនមកឃើញអញ្ចឹងគឺវាប៉មលុតហ្នឹងតែម្ដងអញ្ចឹងសម្រាប់បញ្ហានេះវាមានពេលខ្លះអាចមកពីម៉ាស៊ីនហើយពេលខ្លះទៀតមកពីគ្រឿង accessory ក្រៅទេអញ្ចឹងសម្រាប់ទូរស័ព្ទនេះខ្ញុំបានកោះរួចរាល់ហើយអញ្ចឹងអានេះគឺដំបូងយើងធ្វើការតេស្តជាមួយនឹង accessory សិនមកយើងធ្វើការដោះ accessory សិនឥឡូវយើងធ្វើការដោះ accessory វាសិនមុននឹងយើងធ្វើម៉ាស៊ីនណាអូខេអញ្ចឹងយើងធ្វើការដោះថ្មរបស់វាសិនតមកយើងដោះកាមេរ៉ាមកចេញសិនអូខេយើងគប់ថ្មវិញមកព្រោះយើងធ្វើការបើកគ្រឿងពូពេលខ្លះវាអាចមកពីកាមេរ៉ាមុខអីចឹងណាបងប្អូនវាមិនមែនមកពីម៉ាស៊ីនទេអញ្ចឹងយើងអាចធ្វើការតេស្តចឹងសិនមកតែសម្រាប់បងប្អូនដែលចង់ធ្វើការដូរខ្លួនឯងក៏បានដែរស្រួលទេគ្រាន់តែមូខ្សែគូតរបស់វាចេញមកហើយធ្វើការកោះវាចេញបដ ாய் មកគឺស្រួលហើយទូនេះយើងឃើញមានខ្សែដោះប៉ាងវាចេញមកអូខេបងប្អូនអញ្ចឹងសម្រាប់គឺដំណើរការមកវិញធម្មតាហើយអូខេចឹងសម្រាប់បញ្ហានេះគឺវាឆ្លងជាមួយនឹងកាមេរ៉ាមុខណាអញ្ចឹងកាមេរ៉ាមុខមិនមែន 100% ថាកាមេរ៉ាមុខទេបងប្អូនពេលខ្លះក៏អាចមកពីម៉ាស៊ីនដែរណាអូខេថ្មក៏អាចដែរប៉ុន្តែថ្មនេះសារថ្មថ្មីតែម្ដងអូខេអញ្ចឹងសម្រាប់បញ្ហាហ្នឹងបងប្អូនអាចតេស្តជាមួយនឹងគ្រឿងក្រៅរបស់វាសិនទៅជាមួយនឹង accessory អញ្ចឹងទៅចាំយើងធ្វើការមកពីម៉ាស៊ីនចាំយើងយកទៅឲ្យជាងធ្វើម៉ាស៊ីនអញ្ចឹងទៅអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយ